Từ đây được rú. Như chứ video này dương recordឡើងសម្រាប់ submit midterm របស់យើងហើយ topic នេះគឺ user management អញ្ចឹងនៅក្នុងការប្រើប្រាស់ user management ហ្នឹងវាមានច្រើនរបៀបអញ្ចឹងនៅក្នុងលក្ខខណ្ឌរបស់ midterm យើងគឺ requirement មានចំនួន9អញ្ចឹងទី1នោះគឺយើងបង្ហាញអំពី directory របស់ user ហ្នឹងឬក៏user តើយើងប្រើប្រាស់ user អីគេ comment នោះគឺ who am I គឺ user candy jr ចំណែកឯ comment pwd បង្ហាញអំពី directory user អញ្ចឹង user នៅ home នៅក្នុង directory home តាមទៀតយើងប្រើប្រាស់ comment គឺដើម្បីបង្កើតនៅ user ថ្មីគឺ sudo user add -m បង្កើតនៅ home directory -s គឺ default shell ហើយទៅនឹង bin /bin bash ហើយឈ្មោះ user របស់យើងគឺ lin user ហ្មងអញ្ចឹងយើង enter មកអូខេជាបន្តទៀតគឺយើង switch ទៅកាន់ user វិញហ្នឹង through lin user ទាមទារ password authentication file អញ្ចឹងយើងធ្វើការ reset password វា sudo passwd ឈ្មោះ user អូខេអញ្ចឹង password ថ្មីយើងអាចធ្វើការ switch ទៅកាន់ user នឹងបានហើយទីមកយើង clear មួយសិនមកប្រើប្រាស់ pwd home directory ទៅមុនទៀតគឺយើងបង្កើតនៅ folder ថ្មីមួយ su dot យើង list មើលនៅ folder ដែលយើងបង្កើតហ្នឹងបន្តមកទៀតយើងចេញពី user ហ្នឹងទៅកាន់ administrator វិញហើយយើងប្រើប្រាស់នៅ command មួយទៀតសម្រាប់ធ្វើការបង្ហាញនៅ user list របស់យើងetc \passwd អូខេនេះគឺជា user ដែលយើងបង្កើតហ្នឹងគឺ Linux user ហ្នឹងឯងនេះ user ដែលយើងបង្កើតថ្មីហ្នឹង